សួស្តីបងប្អូនទាំងអស់គ្នាហើយជាទីស្រឡាញ់ជារាប់អានបាទថ្ងៃនេះធ្វើដំណើរទៅខេត្តពោធិ៍សាត់ថ្ងៃនេះមួយហៅទៅចាប់កង្កែបបងប្អូនណាចាប់កង្កែបទៅខាងពោធិ៍សាត់ឥឡូវនេះកំពុងធ្វើដំណើរលើដងផ្លូវជាតិលេខ5ធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ស្វាយដូនកែវបងប្អូនដែលមានកែបសាច់បងប្អូនណាមានកែបសាច់ចង់លក់ឬក៏ចិញ្ចឹមហើយមិនទាន់មានទីផ្សារសម្រាប់លក់ចេញទេបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានតាមលេខទូរស័ព្ទនៅលើអេក្រង់នេះផ្ទាល់ហើយកង្កែបដែលខាងខ្ញុំទទួលទិញយកគឺខ្ញុំទិញសម្រាប់តែកង្កែបសាច់ទេកង្កែបដែលមានទំហំ4 គីឡូ5 គីឡូ6 គីឡូដោយឡែកកង្កែបបោកក៏ខ្ញុំយកដែរប៉ុន្តែខ្ញុំយកចំនួនតិចត្រឹមតែ50 គីឡូ60 គីឡូឯងកង្កែបបោកអញ្ចឹងខ្ញុំផ្ដោតសំខាន់លើកង្កែបសាច់អញ្ចឹងបងប្អូនដែលមានកង្កែបសាច់ហើយមិនទាន់មានទីផ្សារលក់ចេញបងប្អូនអាចទំនាក់ទំនងមកខាងកសិដ្ឋានចិញ្ចឹមកែបព្រំសារ៉ាន់បាត់ដំបងបានហើយខ្ញុំបានទទួលទិញក្នុងចន្លោះ4ខេត្តមានខេត្តបាត់ដំបងពោធិ៍សាត់បន្ទាយមានជ័យសៀមរាបណាបងប្អូនដែលមាននៅក្នុងចន្លោះខេត្តហ្នឹងបងប្អូនអាចទំនាក់ទំនងបានមកកាន់លេខទូរស័ព្ទដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះសម្រាប់តម្លៃយើងចរចាគ្នានៅលើទីផ្សារកង្កែបបច្ចុប្បន្នបើកង្កែបបច្ចុប្បន្នមានតម្លៃទីផ្សារប៉ុណ្ណាខ្ញុំបាទលក់ក្នុងទិញចូលក្នុងតម្លៃនឹងផងដែរមិនយកចំណេញលើបងប្អូនច្រើនទេហើយមួយទៀតតទៅនឹងការកាត់ប្រេងជីងក៏ខ្ញុំកាត់តម្លៃសមរម្យផងដែរអរគុណ